ពុកម៉ែបងប្អូនខ្មែរទាំងអស់គ្នាដែរស្រឡាញ់និងចូលចិត្តខ្ញុំបាទធីកូនខ្វាងកោសូមបងប្អូនទាំងអស់គ្នាឃើញវីដេអូនេះហើយមេត្តាកុំដាច់ចិត្តអូសរំលងអីបងប្អូនសូមជួយ share ចែករំលែកវីដេអូនេះបានច្រើនបាទកុំឲ្យបងប្អូនខ្មែរយើងផ្សេងទៀតក៏យល់ច្រឡំបងប្អូនជួយចុច share ខ្ញុំកាន់តែច្រើនគឺបងប្អូនជួយខ្ញុំកាន់តែច្រើនបាទពួកមានបងប្អូនខ្មែរយើងមួយចំនួនគាត់យល់ច្រឡំថាខ្ញុំជាអ្នកនាំអ្នកជំងឺទៅព្យាបាលនៅប្រទេសឥណ្ឌាឬក៏ក្រុមហ៊ុននាំអ្នកជំងឺទៅព្យាបាលនៅប្រទេសឥណ្ឌាខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាខ្ញុំបាទធីកូនខ្វាងកោមិនមែនជាក្រុមហ៊ុននាំអ្នកជំងឺទៅព្យាបាលឬនាំអ្នកជំងឺទៅព្យាបាលនៅប្រទេសឥណ្ឌាទេខ្ញុំគឺជាអ្នកដែលមានបទពិសោធន៍បាទទៅមើលថែបាទប្រសង់ដែលជាអ្នកជំងឺខូចកលៀននៅប្រទេសឥណ្ឌាបាទពីមុនគឺខ្ញុំអត់ដឹងដូចទៅរឿងកលៀនរឿងអីខ្ញុំអត់ដឹងថាកលៀននឹងខូចមិនផងហើយខ្ញុំមិនដឹងថាលាងឈាមលាងមិនផងហើយខ្ញុំមិនដឹងថាខូចកលៀនថែទាំសុខភាពមិនអត់ដឹងទេតែក្រោយពេលដែលខ្ញុំជួយធ្វើមូលនិធិឲ្យលោកប្អូនជាត្រាជាអ្នកខូចកលៀនលោកប្រសង់ខូចកលៀនចឹងក៏បានទៅប្រទេសឥណ្ឌាហើយទៅប្រទេសឥណ្ឌាទៅតាមគេទៀតដំបងឡើយអត់ដឹងថាទៅព្យាបាលហ្នឹងមិនអីមិនទេអត់ដឹងទេចេះទៅប្រថុយតាមគេតាមឯងទេបាទតែក្រោយមកដល់ពេលដែលខ្ញុំទៅរយៈពេល6ខែទៅខ្ញុំទទួលបានបទពិសោធន៍ជាច្រើនពីប្រទេសឥណ្ឌាទាំងការហូបចុកទាំងការថែទាំសុខភាពទាំងទទួលបានព័ត៌មានទៅមួយការព្យាបាលតម្រងនោមព្យាបាលជំងឺជាច្រើននៅប្រទេសឥណ្ឌាហ្នឹងណាមហារាជថ្លើមអីខ្ញុំទទួលបានជាច្រើនព្រោះខ្ញុំនៅស្និទ្ធជាមួយនឹងអ្នកជំងឺហើយក៏លោកប្អូនជាត្រាលោកអត់ចេះនិយាយភាសាតែអញ្ចឹងពេទ្យគេតែងតែបញ្យល់ណែនាំខ្ញុំតាក់ទងជាមួយនឹងបញ្ហានឹងជាច្រើនអញ្ចឹងហើយខ្ញុំទទួលបានបទពិសោធន៍ជាច្រើនបាទជាមួយនឹងបញ្ហាជាពិសេសបញ្ហាកលៀនព្រោះខ្ញុំទៅមើលលោកខូចកលៀនអញ្ចឹងហើយការថែទាំអាហារការហូបចុកអាហារបានត្រឹមត្រូវការថែទាំបញ្ហាខូចកលៀនហ្នឹងគួរតែរៀបចំខ្លួនបែបណាហូបអាហារបែបណាបាទប្រើប្រាស់ថ្នាំអីគេសម្រាប់ការជួយកុំឲ្យបញ្ហាខូចកលៀនវាធ្វើទុកបាទហើយដូចជាទទួលបានបទពិសោធន៍ជាច្រើននិយាយទៅបញ្ហាកលៀនគឺខ្ញុំទទួលបានច្រើនមែនទែនបទពិសោធន៍អញ្ចឹងហើយខ្ញុំក៏មានកំណត់ថាខ្ញុំចេះដឹងយល់ដឹងពីបញ្ហាកលៀនហ្នឹងហើយខ្ញុំបានទៅដល់ប្រទេសឥណ្ឌាហើយខ្ញុំក៏ព្យាយាមចែករំលែកបទពិសោធន៍ដែលខ្ញុំមានហ្នឹងឲ្យបងប្អូនបានយល់ដឹងជាពិសេសអ្វីដែលខ្ញុំចង់ចែករំលែកគឺចង់ឲ្យបងប្អូនដែលមិនទាន់ខូចកលៀនហ្នឹងបានយល់ដឹងថាយើងគួរតែតមអាហារអីខ្លះកុំឲ្យហូបអាហារដូចគ្រឿងកំប៉ុងគ្រឿងស្រវឹងបាទអាហារមួយចំនួនទៀតដែលទុកបានយូរហ្នឹងយើងមិនគួរប្រើប្រាស់ឬក៏បរិភោគវាច្រើនពេកទេព្រោះវានឹងបណ្ដាលឲ្យយើងខូចកលៀនបាទអញ្ចឹងខ្ញុំព្យាយាមចែករំលែកដើម្បីឲ្យទប់ស្កាត់បងប្អូនខ្មែរយើងដែលជាអ្នកមិនទាន់ខូចកលៀនហ្នឹងឲ្យស្រឡាញ់សុខភាពហើយនឹងទប់ស្កាត់កុំឲ្យគាត់ខូចកលៀនបាទដឹងខ្លួនតាន់ពេលវេលាជៀសផុតបាទទី2ខ្ញុំចង់ចែករំលែកប្រាប់បងប្អូនខ្មែរដែលខូចកលៀនហើយពីការយល់ដឹងពីការថែទាំសុខភាពការហូបចុកឲ្យបានត្រឹមត្រូវហូបអីខ្លះណាគួរហូបអីគេខ្លះថែទាំសុខភាពបែបណាបាទណាកំឡុងពេលដែលយើងកំពុងលាងឈាមលាងអីហ្នឹងណាហើយទី3អ្នកដែលគាត់មានថវិកាគាត់ចង់ទៅព្យាបាលហើយយើងបានទៅដល់នឹងស្រាប់ហើយយើងដឹងពីយើងមានន័យថាយើងស្គាល់ភូមិសាស្ត្រនៅទីនោះបាទជាពិសេសយើងទៅដល់ហ្នឹងយើងស្គាល់ហើយថាក្រុមហ៊ុនណាខ្លះគេព្យាបាលគេអីចឹងព្រោះយើងធ្លាប់នាំលោកទៅព្យាបាលយើងដឹងហើយដំបូងឡើយយើងអត់ដឹងមែនតែពេលយើងទៅដល់នឹងរាប់ខែ6 7ខែយើងដឹងហើយថានៅហ្នឹងគេទទួលព្យាបាលអីខ្លះហើយសេវាកម្មគេមិនយើងដឹងទាំងអស់បាទដោយសារយើងជាអ្នកទៅមើលលោកយើងដឹងហើយខ្ញុំក៏ជាអ្នកចាត់ចែងកិច្ចការងារផ្សេងៗឲ្យលោកចឹងគឺកិច្ចការងារទៅព្យាបាលនៅឥណ្ឌាហ្នឹងគឺខ្ញុំដឹងច្រើនមែនទែនចឹងហើយខ្ញុំក៏ព្យាយាមចែករំលែកព័ត៌មានហ្នឹងទៅដល់បងប្អូនអ្នកជំងឺដែលគាត់ដូចខ្ញុំដំបូងអញ្ចឹងដែលគាត់ដឹងអញ្ចឹងណាគាត់សួរឆាត់សួរថាអូនទៅព្យាបាលមិនគួររៀបចំខ្លួនមិនបើគាត់ទៅព្យាបាលហ្នឹងគួររៀបចំខ្លួនមិនហូបអាហារបែបណាថែទាំសុខភាពបែបម៉េចទៅប្រទេសឥណ្ឌាហ្នឹងគួរតែធ្វើម៉េចឲ្យគាត់ងាយស្រួលអញ្ចឹងណាអញ្ចឹងយើងធ្លាប់ទៅស្រាប់បាត់ពិសោធន៍ស្រាប់អញ្ចឹងគឺខ្ញុំតែងតែចែករំលែកប្រាប់បងប្អូនខ្មែរយើងដែលគាត់សួរខ្ញុំមកបាទអញ្ចឹងណាអញ្ចឹងអានេះជាបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់ខ្ញុំចែករំលែកទៅហើយបងប្អូនខ្លះគាត់ដូចខ្ញុំអញ្ចឹងគាត់ដឹងទេថាត្រូវគួរទៅព្យាបាលមិនអញ្ចឹងគាត់សួរថាអូនណៃទៅព្យាបាលនៅឥណ្ឌាហ្នឹងមិនអញ្ចឹងទៅខ្ញុំក៏ចែករំលែកតាមអ្វីដែលខ្ញុំបានជួបអញ្ចឹងហើយខ្ញុំក៏ជាអ្នកដែលនាំអ្នកជំងឺឬក៏ជាអ្នកទៅមើលថែអ្នកជំងឺដែរអញ្ចឹងហើយតែគាត់ថាជាបទពិសោធន៍ខ្ញុំដឹងប៉ុណ្ណាខ្ញុំចែករំលែកប៉ុណ្ណឹងអញ្ចឹងបងប្អូនខ្មែរយើងដែរជាអ្នកជំងឺគាត់ទៅព្យាបាលអាហ្នឹងជាការសម្រេចចិត្តរៀងខ្លួនបាទអញ្ចឹងណាព្រោះខ្ញុំធ្លាប់នាំលោកទៅជោគជ័យហើយអញ្ចឹងហើយបងប្អូនដែលគាត់មានអ្នកជំងឺគាត់សួរហើយគាត់ចង់ទៅព្យាបាលដែរប៉ុន្តែតើទៅជាមួយការព្យាបាលបញ្ជាក់បងប្អូននេះមិនថាមនុស្ស100នាក់ជោគជ័យទាំង100នាក់ទេបាទខ្ញុំទៅនៅឥណ្ឌាហ្នឹងគឺបងប្អូនខ្មែរយើងមួយចំនួនក៏គាត់អត់ជោគជ័យដែរឧទាហរណ៍ថា100នាក់ឬក៏50នាក់វាអាចបរាជ័យ4 5នាក់អីចឹងទៅវាមិនអាចថាជោគជ័យ100 200ទេអញ្ចឹងហើយការសម្រេចចិត្តរបស់ខ្លួនឯងអាហ្នឹងគឺជាសិទ្ធិរៀងខ្លួនហើយខ្ញុំជាក់ស្ដែងខ្ញុំនាំលោកទៅខ្ញុំជោគជ័យតែអ្នកផ្សេងក៏ពេលខ្លះក៏អត់ជោគជ័យដែរអញ្ចឹងហើយមានអ្នកជោគជ័យមានអ្នកបរាជ័យប៉ុន្តែអ្វីដែលខ្ញុំមើលឃើញជាក់ស្ដែងនៅប្រទេសឥណ្ឌាគឺជោគជ័យច្រើនជាងបរាជ័យឧទាហរណ៍ថា30នាក់ជោគជ័យបរាជ័យ1នាក់2នាក់ទេបាទ
ហើយខ្ញុំចង់លើកទៅបងប្អូននេះមានបញ្ហាជំងឺគួរតែអាហ្នឹងខ្ញុំនិយាយជើទៅទៅមួយគ្រឿងក្នុងគួរទៅឥណ្ឌាល្អជាងព្រោះឥណ្ឌាគេមានបទពិសោធន៍ជិត100ឆ្នាំហើយបាទហើយសូម្បីតែប្រទេសសិង្ហបុរីក្តីវៀតណាមក្តីអាប្រទេសលេខ2នឹងក្តីតួការព្យាបាលឬក៏វះកាត់ប្រភេទគ្រឿងក្នុងហ្នឹងគឺសិតតែអ្នកជំនាញឥណ្ឌាហើយថ្នាំសម្រាប់ថ្នាំភិកច្រើនណាក៏យកពីឥណ្ឌាមកដែរបាទយកអ្នកជំនាញឥណ្ឌាមកហើយថ្នាំអ្នកជំងឺត្រូវលេបប្រចាំថ្ងៃគឺយកពីឥណ្ឌាដែរមិនថាប្រទេសណាទេប្រទេសលេខ2ឬក៏ប្រទេសវៀតណាមអីគឺសិតតែឧទាហរណ៍អ្នកជំងឺតម្រងនោមក៏ដោយអ្នកជំងឺថ្លើមក៏ដោយបើសិនគាត់ទទួលការវះកាត់នៅតែលេខ2ឬក៏វៀតណាមអីក៏ដោយគឺត្រូវតែយកថ្នាំពីនោះមកបាទព្រោះឥណ្ឌាគឺប្រទេសគេប្រទេសវាជំនាញខាងហ្នឹងខ្លាំងអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងថាបទពិសោធន៍ដែលខ្ញុំទៅផ្ទាល់ពីបងខ្ញុំជាមនុស្សដែលដឹងអីសោះតែខ្ញុំបានឃើញទៅខ្ញុំក៏ណែនាំបងប្អូនលើកចិត្តបងប្អូនថាបើសិនជាយើងមានថវិកាហើយគួរតែទៅកន្លែងណាដែលគេជំនាញព្រោះអីគេបទពិសោធន៍យូរឆ្នាំជាងប្រទេសផ្សេងអញ្ចឹងហើយយើងគិតមើលគេអ្នកប្រទេសគេជំនាញហើយ100ឆ្នាំហើយនៅតែគេមិនអាចសង្គ្រោះអ្នកជំងឺបានទាំងអស់ហើយចុះទៅរាប់ឲ្យយើងទៅបថុយជាមួយប្រទេសដែលតែចាប់ផ្ដើមមានការទទួលការព្យាបាល4-10ឆ្នាំ20ឆ្នាំនេះអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគឺបទពិសោធន៍ខ្ញុំទៅនោះខ្ញុំសុវត្ថិភាពខ្ញុំឃើញថាពេទ្យគេល្អខ្ញុំណែនាំបងប្អូនខ្មែរយ៉ាងដែរគាត់ជាអ្នកជំងឺហ្នឹងឲ្យគាត់ទៅព្យាបាលទៅតែការព្យាបាលបញ្ជាក់សម្រាប់ចិត្តដោយខ្លួនឯងខ្ញុំអត់បខំទេព្រោះខ្ញុំជាអ្នកទៅផ្ទាល់អញ្ចឹងហើយសួរខ្ញុំឆ្លើយថាខ្ញុំឃើញមិនខ្ញុំឆ្លើយអញ្ចឹងតែបើឲ្យខ្ញុំលើកចិត្តឲ្យទៅព្យាបាលទៅព្រោះដោយសារគេជំនាញជាងប្រទេសផ្សេងតែថាយើងអាស៊ីយើងភាគច្រើនដូចជាវៀតណាមឬក៏ថៃគេអត់ជំនាញដូចឥណ្ឌាទេអញ្ចឹងហើយគួរតែទៅព្យាបាលក្នុងទៅបាទណាមហារាជក៏ដោយមហារាជក៏ខ្លាំងដែរនៅឥណ្ឌាហ្នឹងអញ្ចឹងខ្ញុំណែនាំគឺខ្ញុំធ្លាប់ទៅផ្ទាល់អញ្ចឹងសូមបងប្អូនគ្នាចូលរួមជួយ share ផងកុំឲ្យបងប្អូនមកចំនួនច្រឡំថាខ្ញុំជាអ្នកក្រុមហ៊ុនមកខ្លះមកឆាប់ខ្ញុំអូនឯងយកសេវាកម្មប៉ុន្មានអូនឯងបញ្ចុះតម្លៃបងខ្ញុំថាខ្ញុំអត់មែនជាអ្នកនាំទៅទេបាទបងឯងទៅចរចាជាមួយគេអ្នកនាំទៅខ្ញុំគឺជាអ្នកទៅដែរទេបាទតម្លៃអីបងឯងនិយាយមួយគេទៅបាទខ្ញុំអត់ដឹងទេបាទហើយមានបងប្អូនច្រើនយកច្រឡំថាខ្ញុំជាអ្នកនាំជាអ្នកក្រុមហ៊ុននាំអ្នកជំងឺទៅព្យាបាលបាទតែបើសម្រាប់ខ្ញុំបទពិសោធន៍ដែលខ្ញុំមានខ្ញុំចែកម្លែកអ្វីដែលខ្ញុំអាចធ្វើទៅបានហើយបងប្អូនខ្មែរយើងឧទាហរណ៍ថាបើសិនជាពេលណាមួយខ្ញុំអាចយកអាសាបងប្អូនដូចប្រសង់អីដូចប្រសង់ដែលលោកខូចកលៀនបើសិនជាលោកចង់ទៅព្យាបាលអីបើសិនជាខ្ញុំអាចជួយបានខ្ញុំជួយអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំសម្រាប់ប្រសង់ខ្ញុំជួយបានច្រើនតែសម្រាប់ជាកុហកអីអាហ្នឹងគឺបងប្អូនចិត្តកាត់គូរឿងខ្លួនឯងពួកខ្ញុំគាត់ថាជួយផ្ដល់យោបល់ផ្ដល់បទពិសោធន៍ក៏ដូចជាព័ត៌មានបងប្អូននេះបានដឹងទេហើយការទៅព្យាបាលនឹងជារឿងរបស់ខ្លួនឯងបងប្អូនហើយទំនួលខុសត្រូវខ្លួនឯងការសម្រេចចិត្តខ្លួនឯងខ្ញុំប្រាប់ចឹងថា100នាក់មិនប្រកាសថាយើងរួចជីវិតបាន100នាក់ទេ100នាក់វាអាច3 4នាក់5នាក់អីគាត់បានបាត់បង់ឱកាសប៉ុន្តែអានេះខ្ញុំប្រាប់អ្វីដែលខ្ញុំឃើញផ្ទាល់ប៉ុន្តែខ្ញុំសូមលើកចិត្តថានៅនឹងយ៉ាងហោចនៅគ្រាន់បើជាងប្រទេសផ្សេងការពីនោះដែរបាទព្រោះប្រទេសគេធ្វើការព្យាបាលនឹងគឺវាចិត្តចូល100ឆ្នាំហើយអញ្ចឹងហើយគេជំនាញខ្លាំងជាងពួកយើងបាទអរគុណ